របៀបធ្វើនំគៀមប៉ៅឬក៏យើងហៅមួយទៀតគឺគុយទាវកាត់បែបអ្នកខេត្តកំពតចាស់សម្រាប់នំគៀមប៉ៅនេះដែរគឺគេនិយមធ្វើស្នូលពេកគក់លាយជាមួយនឹងបង្គាឆាហើយយើងស្រោចញ៉ាំជាមួយនឹងទឹកត្រីផ្អែមគឺមានរសជាតិឆ្ងាញ់តែម្ដងចា៎អញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចា៎ជាដំបូងឡើយសម្រាប់គ្រឿងផ្សំដែលខ្ញុំធ្វើក្នុងថ្ងៃនេះគឺធ្វើបាននំរបស់យើងចំនួន9នំតូចៗដោយជាដំបូងឡើយគឺខ្ញុំដាក់ម្សៅអង្ករខ្សាយចំនួន1ខាំហើយខ្ញុំបន្ថែមម្សៅឆាចំនួន4ស្លាបព្រាបាយអំបិល1ចិបហើយខ្ញុំបន្ថែមទឹកត្រជាក់ចំណុះ300មីលីលីត្រចាស់សម្រាប់សាច់ម្សៅនំនេះដែរបើសិនបើបងប្អូនចង់ឲ្យស្វិតជាងនេះបងប្អូនគ្រាន់តែបន្ថែមម្សៅឆាទៅតាមចំណង់ចំណូលចិត្តចាជាបន្តមកទៀតយើងកូរច្របល់ឲ្យល្បាយម្សៅហើយនឹងទឹករបស់យើងបានរលាយចូលគ្នាសព្វល្អហើយគឺយើងផ្អាប់ម្សៅរបស់យើងទុកចោលរយៈពេល2ម៉ោងចាជាបន្តមកទៀតយើងរៀបចំធ្វើទឹកត្រីផ្អែមសម្រាប់ទឹកត្រីផ្អែមក្នុងថ្ងៃនេះដែរគឺខ្ញុំដាក់ម្ទេសចំនួន2ផ្លែនិងខ្ទឹមសរបស់យើងនឹងចំនួន2កំពឹសសម្រាប់ម្ទេសហើយនិងខ្ទឹមនេះដែរបងប្អូនអាចធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តហើយយើងកិនវាបានម៉ត់ល្អមកជាបន្តមកទៀតខ្ញុំមានស្ករត្នោតរបស់យើងចំនួន1ស្លាបព្រាបាយកន្លះហើយខ្ញុំបន្ថែមជាមួយនឹងទឹកក្តៅរបស់យើងនឹងចំនួន6ស្លាបព្រាបាយហើយយើងចាក់ខ្ទឹមនិងម្ទេសដែលយើងបានកិនម៉ត់អំបិញមិញហ្នឹងចូលគ្នាមកហើយបន្ទាប់មកខ្ញុំបន្ថែមទឹកក្រូចឆ្មាចំនួនកន្លះស្លាបព្រាបាយនិងទឹកត្រីចំនួន5ស្លាបព្រាបាយហើយយើងកូរច្របល់ឲ្យវាបានរលាយចូលគ្នាសព្វល្អមកហើយសម្រាប់រសជាតិទឹកត្រីផ្អែមនេះដែរបងប្អូនអាចធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តចាជាបន្តមកទៀតខ្ញុំមានស្លឹកខ្ទឹមរបស់យើងចំនួន3គុំយើងហាន់វាឲ្យតូចឥតបែបនេះមកជាបន្តមកទៀតគឺខ្ញុំមានមើមកាប៊ឺដែលភាសាអង់គ្លេសហៅថា turnip ហ្នឹងដោយសារតែខ្ញុំអត់មានពេកួរគឺខ្ញុំប្រើមើម turnip នេះមកជំនួសវាមានរសជាតិស្រដៀងជាមួយនឹងពេកួររបស់យើងអញ្ចឹងខ្ញុំប្រើចំនួន3មើមដែលមានទម្ងន់ប្រហែលជា3ខាំកន្លះហើយជាបន្តមកទៀតគឺយើងចិតសម្បកហើយយើងលាងសម្អាតវាឲ្យបានស្អាតល្អមកជាបន្តមកទៀតគឺយើងយកមើម turnip របស់យើងទៅឈូសជាសរសៃតូចៗបែបនេះចាឥឡូវយើងបានឈូសវារួចរាល់ហើយជាបន្តមកទៀតគឺខ្ញុំច្របាច់មើម turnip របស់យើងនឹងជាមួយនឹងអំបិលចំនួនកន្លះស្លាបព្រាបាយយើងច្របាច់វាមួយសន្ទុះមកឲ្យមើមរបស់យើងនឹងវារាងទន់បន្តិចគឺយើងទុកវាចោលរយៈពេល10នាទីចាំបន្ទាប់ពីយើងទុកមើម turnip របស់យើងទុកចោលរយៈពេល10នាទីហើយឃើញថាមើមរបស់យើងនឹងវាបានចេញទឹកហើយអញ្ចឹងយើងធ្វើការពូតទឹកចេញហើយយើងទុកវាមួយដែលឡែកមកជាបន្តមកទៀតគឺខ្ញុំមានបង្គារបស់យើងនេះចំនួន1ខាំកន្លះដោយជាដំបូងឡើយគឺយើងបកសម្បកបង្គារបស់យើងឲ្យបានស្អាតជាបន្តមកទៀតគឺខ្ញុំយកឈើចាក់ធ្មេញយើងធ្វើការខ្វេះយកអាចបង្គារបស់យើងចេញហើយបន្ទាប់មកគឺយើងយកបង្គារបស់យើងទៅចិញ្ច្រាំឬក៏បងប្អូនអាចយកទៅកិនដូចខ្ញុំក៏បានដែរគឺយើងកិនវាបានម៉ត់ល្អមកចាស់ហើយសម្រាប់ស្នូលនំគៀមប៉ៅនេះដែរបងប្អូនអាចបន្ថែមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំលាយជាមួយបង្គាក៏បានដែរទៅតាមចំណង់ចំណូលចិត្តចាឥឡូវយើងបានកិនបង្គារបស់យើងបានម៉ត់ល្អហើយអញ្ចឹងជាបន្តមកទៀតយើងរៀបចំដាក់ឆាស្នូលដោយជាដំបូងឡើយគឺខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំរបស់យើងចំនួន1ស្លាបព្រាបាយហើយយើងដាក់បំពងឲ្យវាឡើងក្រហមល្អមកជាបន្តមកទៀតយើងចាក់បង្គារបស់យើងចូលហើយយើងឆាវាមួយសន្ទុះមកឲ្យបង្គារបស់យើងបានឆ្អិនបន្តិចជាបន្តមកទៀតយើងចាក់មើម turnip យើងចូលហើយបន្ទាប់មកខ្ញុំបន្ថែមគ្រឿងផ្សំដែលខ្ញុំដាក់ម្សៅស៊ុបរបស់យើងចំនួន1ស្លាបព្រាបាយស្ករអំពៅរបស់យើងចំនួនកន្លះស្លាបព្រាកាហ្វេនិងម្រេចចំនួនបន្តិចសម្រាប់ស្នូលនេះដែរគឺយើងអត់ធ្វើរសជាតិដិតពេកទេគឺយើងធ្វើឡំពីព្រោះយើងញ៉ាំស្រោចជាមួយនឹងទឹកត្រីហើយបន្ទាប់មកយើងឆាច្របល់វាមួយសន្ទុះមកឲ្យបន្លែនិងបង្គារបស់យើងនឹងបានចូលជាតិគ្នាសព្វល្អហើយជាចុងក្រោយគឺយើងបិទភ្លើងហើយយើងរោយស្លឹកខ្ទឹមសម្រាប់ស្លឹកខ្ទឹមនេះគឺយើងដាក់រោយទៅពាក់កណ្ដាលទេពាក់កណ្ដាលទៀតគឺយើងទុកលាយជាមួយនឹងប្រេងឆារបស់យើងហើយយើងច្របល់វាមួយសន្ទុះមកឲ្យវាបានសព្វគ្នាល្អហើយយើងទុកវាមួយថែឡែកសិនជាបន្ទាប់មកទៀតគឺខ្ញុំដាក់ប្រេងឆារបស់យើងចំនួនប្រហែលជា6ស្លាបព្រាបាយយើងដាក់ដាំវាឲ្យក្តៅហើយបន្ទាប់មកយើងយកប្រេងឆារបស់យើងមកចាក់លាយជាមួយនឹងស្លឹកខ្ទឹមដែលយើងបានហាន់រួចអំបិញមិញហើយយើងទុកវាមួយថែឡែកចាបន្ទាប់ពីយើងផ្អាប់ម្សៅរបស់យើងទុករយៈពេល2ម៉ោងហើយជាបន្ទាប់មកទៀតគឺយើងធ្វើការច្រោះយើងចាក់ទឹករបស់យើងចោលហើយនៅពេលយើងច្រោះនឹងដែរសូមបងប្អូនប្រើខាប់ណាដែលយើងអាចវាស់កើតសម្រាប់ចំណុះទឹកដែលយើងចាក់ចោលប៉ុន្មានគឺយើងត្រូវចាក់ទឹកស្អាតថ្មីហ្នឹងគឺចំណុះដូចគ្នាអញ្ចឹងគឺខ្ញុំបន្ថែមទឹកថ្មីស្អាតហ្នឹងចំណុះ120មីលីលីត្រហើយខ្ញុំបន្ថែមប្រេងឆាចំនួន2ស្លាបព្រាបាយយើងកូរឲ្យល្បាយម្សៅនិងទឹករបស់យើងបានចូលគ្នាសព្វល្អមកជាបន្តមកទៀតយើងចាប់ផ្ដើមរៀបចាក់នំរបស់យើងដោយជាដំបូងឡើយគឺយើងត្រៀមថាសឬក៏បងប្អូនអាច
ប្រើចានឬក៏ជ្រុញក៏បានដែរដែលយើងរៀបប្រេងឆាដើម្បីកុំឲ្យនៅពេលដែលយើងចាក់នំរបស់យើងទៅវាធ្វើឲ្យនំរបស់យើងនឹងវាស្អិតជាប់ថាសឬក៏ជាប់ចានជាបន្តមកទៀតយើងចាប់ផ្ដើមបើកភ្លើងហើយយើងដាក់កម្ដៅខ្ទះរបស់យើងឲ្យក្ដៅចាស់សម្រាប់ខ្ទះរបស់យើងនេះដែរសូមបងប្អូនកុំកម្ដៅវាឲ្យក្ដៅខ្លាំងពេកវាក្ដៅល្មមយើងចាក់ម្សៅចូលហើយយើងក្រឡេងវាចុះឡើងដូចយើងចាក់នំបញ្ឆៅរបស់យើងអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងបិទគម្របយើងដាក់ចំអិនវារយៈពេលពី30ទៅ40វិនាទីចាឥឡូវឃើញថានំរបស់យើងបានឆ្អិនហើយអញ្ចឹងជាបន្តមកទៀតគឺយើងធ្វើការឆឹសកន្លែងគែមខាងហើយយើងយកខ្ទះរបស់យើងទៅផ្កាប់នៅលើថាសឬក៏លើជ្រុញសម្រាប់យើងវិចនំរបស់យើងហ្នឹងបងប្អូនហើយសម្រាប់ម្សៅនេះវាងាយនឹងស្អិតជាប់គ្នាអញ្ចឹងសូមបងប្អូនប្រើវែកដែលមានរាងសំប៉ែតបែបនេះមកយើងរង្គៀសាច់នំរបស់យើងឲ្យបានលាតល្អហើយជាបន្តមកទៀតយើងដាក់ស្នូលសម្រាប់ស្នូលនេះដែរបងប្អូនអាចដាក់តិចឬក៏ច្រើនទៅតាមចំណង់ចំណូលចិត្តហើយបន្ទាប់មកយើងធ្វើការបត់នំរបស់យើងបែបនេះមកហើយជាចុងក្រោយគឺយើងលាបស្លឹកខ្ទឹមដែលយើងបានលាយជាមួយប្រេងឆាអំបិញមិញហ្នឹងពីលើបន្តិចមកហើយសម្រាប់នំគៀមប៉ៅនេះដែរជាទូទៅគឺគេតែងតែនិយមចំហុយតែនៅក្នុងថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបយើងចាក់ជាមួយនឹងខ្ទះឆាចាអញ្ចឹងយើងធ្វើការចាក់នំរបស់យើងបែបហ្នឹងមករហូតដល់យើងអស់ម្សៅនិងអស់ស្នូលរបស់យើងចាសម្រាប់នំគៀមប៉ៅនេះដែរនៅមុនពេលញ៉ាំបងប្អូនគ្រាន់តែស្រោចជាមួយនឹងទឹកត្រីផ្អែមហើយយើងបន្ថែមបន្លែបន្តិចបន្តួចទៅតាមចំណង់ចំណូលចិត្ត